ជាអារម្មណ៍អាក់កំបាំងមួយដែលវាកើតឡើងចំពោះខ្ញុំកាលពី2-3ថ្ងៃកន្លងផុតទៅគឺមុនពេលដែលយើងរើមកនៅផ្ទះចាស់ដែលជាគេមរតករបស់យាយខ្ញុំនៅខេត្តកំពង់ធំនិយាយទៅខ្ញុំជាជាងមាសហើយចំពោះការរើទីតាំងវាអត់សំខាន់ពេកទេព្រោះយើងក៏អាចរកស៊ីណាក៏បានដែរអូមែនខ្ញុំទៅរៀបការបានជាង1ខែហើយប្រពន្ធខ្ញុំឈ្មោះថាម៉ាលីនាងត្រូវផ្លាស់ប្ដូរការងារដើម្បីទទួលបានប្រាក់ខែខ្ពស់ហើយឲ្យពួកយើងទាំងអស់គ្នានឹងមានអនាគតល្អអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាមករស់នៅផ្ទះគេរបស់យាយដែលខ្ញុំធ្លាប់ជួលឲ្យគេតែឥឡូវខ្ញុំក៏បានជួលវាដើម្បីស្នាក់នៅខ្លួនឯងតែហ្មងទៅនិយាយពីថាតាំងម្ដងនឹងដំបូងម៉េះមើលទៅប្រពន្ធខ្ញុំដូចជាអត់មានអារម្មណ៍ល្អសោះបងបលអើយបងឯងមកផ្ទះលោកយាយដល់ទៅ4 ឡូហើយគាត់នឹងចែកឲ្យគេក្បែរគ្នាទាំងអស់ហើយខកអីតែផ្ទះយើងបងនៅដាច់តាគេហើយក្បែរដីតនេនោះទៀតនោះបងឯងមកដីនោះដូចមិនដឹងទេបងអូនហើយអូនតាមពិតណាដីនឹងតាំងពីសង្គមចាំម៉េះហើយបើតាមពុកធ្លាប់និយាយប្រាប់បងគាត់និយាយថាលោកយាយបងនឹងគឺជាកូនសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមានដីធ្លីវាលស្រែរាប់រយហិកតាតែចៃដន្យអីលោកយាយបងក៏បានចោះចោលគ្រួសារគាត់មករស់នៅជាមួយលោកតាហ្នឹងតែគាត់អត់មានធនធានអីទេព្រោះអីយាយត្រូវបានគ្រួសារចាប់បង្ខំឲ្យគាត់រៀបការជាមួយនាយទាហានម្នាក់តែនាយទាហានហ្នឹងគឺគាត់អត់ស្រឡាញ់ទេខើមកទៀតយាយទួតតាទួតគាត់អាណិតដែរគាត់ក៏បានឲ្យអ្នកដែលជាមួយគាត់ហ្នឹងទៅហៅលោកយាយលោកតាមកវិញហើយក៏បានចែកផ្ទះ4ខ្នងហ្នឹងឲ្យគាត់គ្រប់គ្រងទៅដូចឯងដឹងស្រាប់ហើយពុកបបងគឺជាកូនទី4ហើយការងារគាត់គឺជាមន្ត្រីជើងទឹកត្រូវចេញទៅឆ្ងាយពីឪពុកម្ដាយចុះឡើងហើយចុងក្រោយផ្ទះទាំងអស់ហ្នឹងត្រូវបានបែងចែកដល់ចំនួន1បងម្នាក់មួយហើយចំណែកចុងក្រោយគេបង្អស់គឺជាផ្ទះឈើហ្នឹងហើយតែត្រូវចែកមកឲ្យពុកនិងម៉ែបងហើយបានមកបងដែលជាកូនតូចរបស់គ្រួសារហ្នឹងបងនិយាយប៉ុណ្ណឹងបងឯងគួររយល់ហើយមែនអត់តែអូនថាផ្ទះនេះវាដូចមិនដឹងទេបងអញ្ចឹងផ្ទះធំខ្លាំងណាបងយើងជួលឲ្យគេនៅហើយយើងយកលុយដែលជួលបានហ្នឹងទៅទិញផ្ទះថ្មីនៅវិញហ៎បងអើយបងឯងដឹងស្រាប់ហើយថាផ្ទះហ្នឹងជាគេរបស់ពុកហើយនឹងម៉ែទោះបីជាមានន័យកាលឡើងក៏ដោយបងមិនអាចដើរចេញពីផ្ទះហ្នឹងបានទេអូនឯងយល់ទេការគ្រប់គ្រងគេមរតកយើងមិនមែនយកវាមករលួយទេយើងត្រូវតែចេះគ្រប់គ្រងនិងមើលថែរក្សាវាឲ្យបានល្អឲ្យស័ក្តិសមទៅនឹងអ្វីដែលដូនតារបស់យើងបានបន្សល់ទុកឲ្យបងបុលតែផ្ទះយើងធំអញ្ចឹងបងឯងហ៊ាននៅតែ2នាក់ប្រិយប្រពន្ធយើងដែរបើមិនអញ្ចឹងទេយើងជួលខាងក្រោមឲ្យគេនៅហើយខាងលើយើងនៅមិនដែរបងអើយទៅឥឡូវជួលវាបានល្អសិនហើយមិនម៉ាចាំគិតគ្នាទៀតអូនឯងមើលនៅជាលបងតែយើងដូចមានដីមួយដែលរុំព័ទ្ធម្ដុំហើយមានរូងចូលទៅក្នុងដូចមានរបស់អីមួយយ៉ាងមិនទេអូនប្រហែលជានេះគឺជាចំណុចពិសេសដែលបងចង់នៅមើលទៅវាដូចជាប្លែកមួយយ៉ាងដែរតែសម្រាប់អូនវិញម៉ែងងាកមកមើលផ្ទះបាយយើងសម័យនេះអីអាគេធ្វើផ្ទះបាយនៅឆ្ងាយអញ្ចឹងហើយជប់ពេលឃ្លានកដាយុបលុបឲ្យដើរទៅមកយើងអើយបុរាណណាបងអើយខ្ញុំចង់ឲ្យគេធ្វើកន្លែងដាំស្លទំនើបនៅក្នុងបរិវេណបន្ទប់ទទួលភ្ញៀវវិញណាបងណាអត់អីទេស្អីទៅណៃទៅឲ្យទៅណៃពេញចិត្តណាអូបងភ្លេចប្រាប់ណៃមួយទៀតបងក៏មានចំនួនមួយទៀតដែរគាត់ឈ្មោះថាបងសៅហើយថ្ងៃយើងរើផ្ទះហ្នឹងគាត់ក៏បានមកជួយរើផ្ទះយើងដែរពេលហ្នឹងបងសៅបានឲ្យពុទ្ធរូបសម្រិតមួយអង្គមកឲ្យបងដើម្បីយើង2នាក់ហ្នឹងគោរពបូជាតើអូនឡើងទៅលើសម្រាប់សិនអញ្ចឹងបន្ទប់យើងមួយណាបងសម្រេចចិត្តថាយកបន្ទប់ចុងពោចគេនៅជាន់ទី1ព្រោះអីនោះវាមានប្អូនច្រើនហើយវានៅចុងផ្ទះផងងាយស្រួលខ្យល់ចេញចូលជាងគេហ្នឹងអញ្ចឹងបន្ទប់យើងនៅសល់ច្រើនទៀតបងណាធ្វើមកយើងមិនទេចាំបងយកកូនជាង2-3នាក់មកនៅជាមួយទៀតឲ្យពួកវាជួយធ្វើការឲ្យបងផងហើយនឹងជួយធ្វើកិច្ចការផ្ទះមួយចំនួនដូចជាជំនះស្មៅមើលថែរបស់លបងផ្ទះអញ្ចឹងណាព្រោះតែយើងធំយើងតើត្រូវការកម្លាំងច្រើនមិនកើតអញគេបេងធំវិញក៏ធំដែរបងមើលអូយបដោយមិនក៏2 ម៉ែត្រកន្លះអីនេះហើយសម័យនេះអីគ្មានជាងណាគេធ្វើក្រែធំអញ្ចឹងហើយតាមខ្ញុំមើលទៅតម្លៃវាក៏មិនមែនតិចពាន់ទេនេះហើយនិយាយពីទងន់វិញអើយគ្មានណាគេលើកចេញរួចទេបងអើយអូខែហ្នឹងហ្នឹងឯងជាខែគេលោកយាយគ្មាននរណាគេយកចេញទេអូនទុកវាតាំងពីគេដូនតាមកម៉េះអើយ
vậy chờ nó ôn ta bóng kê xa này Mình nào hãy cắt chiếm chẳng ôn nè ôn ôi mình đứng nơi mày bà đang nghe năng này tha dụng mày nhá cuộc sai thử không lon ấy ôn này cầm chết tay vậy mà bó ở chỗ chết đi nà khi mong mình đến thừa nhảy nhảy từ lúc ra kia dây ta bó ôn này đang xẻ bên tay ngày nữa bỏ tập sai hai bó được hai con chia tụi mà chưa tên này hỏi hai bó có được luôn đâu tên là hồn bỏ tên này bông bông chấp sân bông bọn tay lời ý hai đá đẻ lắm ôn thay hả cả đây ở đây xảy lương mấy hả bùa hay thì chơi mất cái lên nòng mà lắm bị nháp bol con bà anh cạt ai hả bạn chỉ lư sài chào lò tiệp pì tiệp bay nè ô bụng bướn nó nhưng còn tao mình thấy đấy bông ôn còn anh cạt ai nữa ê mấy mà sọp bao chân chứ ôn đừng lo lắng ôn mình lý cạt ai hả mình lý đừng khô làng ôn thật đừng khô làng không màu lon ôn anh vậy anh chắc hả mình không mày lâu tay dương đi ôn anh vậy đó chứ không chia đừng không mua gì mưa cái bỏ cho lo mà lòng bánh té hai nãy mong vậy biển chân ôn vậy mẹ nè bông to tự nhiên bay tắc ấy mình không mong màu chân đi mọi lâu mẹ nè bông mọi lâu nhung mẹ mình lý ôn anh khơi nhảy kìa hả bà bông á ơi một bữa nay không được chưa một bữa nhóm không mà hai giờ hot pe mà ta bạn chỉ được vừa được anh chăng á một bữa nhung nữa là một bịch cái bia bụi của cái liền không hai của lư không anh sẽ dùng lư tư hay dùng một mặt sao nhung xô cổng chứ là ơi hai nhung có láng từ đâu mà tụ mùi đầm bay hổ sự lạnh nâng tay nhung lang tư ở miền khơi ơi nhung hiền láng của nhung kết thao về chụp bè tới ngày hai bữa đấy đừng có ôn chiếng cứ nơi cái bài té nâng tê tay nhung nứt sman ta khơi cái mình tội mà nè bông ơi liệt không binh hay coi chụp bốc nhung còn ai cho tỉnh chất đẹp được không anh đâu thở một ngang miền ơi bông vì không miền mục không miền chấm mốc miền bên này kì bắt nhung thay tôi sẽ lọc bắt chân ở bông nhưng anh vậy có hỏi bông chưa nhung ta bật thô mà đi cụ ở nát khăng nè ơi cũng chưa nè bông hai chị nè smart máy mới tới không cái anh chắc á tụi bây giờ mọi mến của việc hiện tranh đây ngoài mơ máu ấy pin đọc hai chết ấy anh tệ bông bươn chưa nhung tên nè bông mọi anh cứ tới chưa nhung ta con ai nhá không cần chọn về vậy trời tăng cho được ngọc sân tên này mày đang ớt phù sáng á có thể không mọi lương đây dục mình mau bài cho mui con á xem mèn lụa điện thoại cái này nữa xẹp tầm miên kia đó á mà đang con hay nguồn con có bây giờ mọc ông biết mình nuôi ấy con ban lư xem lấy nhá nó không có tục mùi nên sẽ lấy giấy cho trái cái nè hay vì con trốn tiền mà anh đứng xẹp với tay học kè dương á miên cái máy nhỉ con bị nhung thế con hơi con sẽ ngóng sốt thua con tay xem lấy nắng có hiện lư tư hay lư từ đáy hỏi con nó thòm cho mình chứ mong con thòm cho mình đây chết là chưa một sai hơn tay thấy có chưa mà đứa chưa chết phật sập ấy
ដោយសារតែជឿគាត់ហ្នឹងឯងបើមកដួលស្លុកអត់ប្រយោជន៍ បើហើយឯងប្រពន្ធហើយនិយាយចប់សិនមើលថារឿងហ្នឹងវាកើតអីខ្លះស្ដាប់នាងនិយាយសិនទៅចាំប្រកែកគ្នាម៉ាលីអូនឯងឆាំនិយាយទៀតមកចាំបងអ្នកស្ដាប់ចាបងផឹកមិញហ្នឹងខ្ញុំលាងចាននៅខាងក្រោយស្រាប់តែដាច់ទឹកហើយមេឃហ្នឹងក៏ងងឹតរហូតភ្លៀងខ្ញុំក៏ឡើងមកហូបបិទប្អួចភ្លាមហ្នឹងក៏ចក់នៅក្រោយខ្នងខ្ញុំក៏វាជ្រូមកវាមិនសមណាស់ថាដោយសារតែខ្យល់ទេបងកញ្ចក់ហ្នឹងមកឯងគ្រាន់ដឹងអីទេគេតាំងពីដូនតាមើមសឹងអីហ្នឹងវាមិនងាយធ្លាក់អីហើយប្តីខ្ញុំក៏ចង់វាជាប់ទៀតមកបឿនឥឡូវគិតមិនទៅបើម្នាក់សម័យឡើងសាហាវអញ្ចឹងហ៎បលាយឲ្យបងធ្វើមិនបើរឿងវាបានកើតទៅហើយហ្នឹងបងខ្ញុំអត់មានសម័យទេបងឯងមើលបំបែងនេះវាមុតចឹងខ្ញុំបងជឿបងឯងមើលនេះណាឯណាបំបែងគ្មានឃើញមុតអីផងចេះតែបដិទ្ធរឿងហ្មងបើខ្មោចមែនណាវាមិនអីទេតែខ្លាចណាស់តាមមនុស្សបន្លាចខ្លួនឯងហ្នឹងហ្មងមកក្រោមមកឃ្លាទៅខោបាយថាម៉េចអត់តន់ដាក់បាយអូចុះមិញហ៎បងឯងគេហៅបងហូបបាយហីមានណាបងដាច់ទឹកឯហ្នឹងខ្ញុំមានបានដាក់បាយមកពីនេះមិញបងនៅក្រោយបងលឺច្បាស់ណាលឺអូនឯងស្រែកក្តែងឲ្យបងមកហូបបាយបាយស្អីបើមិនតន់ទាំងទិញមកហូបផងហ្នឹងហៀបថាដាំបាយដែរប៉ុន្តែទៅលាងឆ្នាំងទៅទឹកក៏វាដាច់ហើយក៏ឡើងមកបិទប្អួចបន្ទាប់មកក៏ដួលស្លាប់មកដល់ពេលនេះហើយបងឯងខ្ញុំទៅដាំបាយមកពីនេះម្ល៉េះអើយតែជាប្តីអូនឯងស្ដាប់ច្រឡំហើយកុំទៅគិតច្រើនពេកអូនអេពួកឯងមិញមានលឺបងស្រីឯងហៅហូបបាយអត់មានផងម៉ងមែនហើយអត់មានផងជុំចុះរឿងនឹងវាមិនវិញណាខ្ញុំដូចជាអត់យល់សោះនេះមិនបានតែជាអញ្ចឹងតើកុំនិយាយច្រើនពេកមកទៅបាយទៅបងហ្មងទៅកូនបងក៏រៀបចំហើយដែរហើយនៅនឹងក៏មានទឹកស្រាប់ទៀតអរគុណឯងបងបឿនអូនឹកឃើញហើយទូរស័ព្ទទៅសួរពូសិនអាឡូពូដល់ណាហើយពូអូបលឥឡូវពូកំពុងតែជិះតាមផ្លូវខ្ញុំមាននឹងចង់សួរពូឯងយប់មិញមានរឿងអីកើតឡើងបានពូឯងប្រញាប់ទៅផ្ទះម៉េចបលបើសិនជាពូប្រាប់ទៅកុំខឹងពូណាយប់មិញនឹងដោយសារតែក្តៅស្អុះពេកពូក៏បានចេញមកដេកអានសភៅនៅក្រៅបន្ទប់តែម្នាក់ឯងហើយពួកកូនជាងរបស់ឯងក៏បានហៅពូឲ្យមើលទូរទស្សន៍តែពូមិនហ៊ានចុះទេហើយក៏ដេកលក់មួយសន្លែតទៅស្រាប់តែដូចជាមាននរណាម្នាក់កាន់ប្រអប់ដែកមួយដែលមានដាក់ប្រាក់កាក់នោះឡើងពេញហើយក៏បានមកឈរក្រឡេកចុះក្រឡេកឡើងនៅក្បែរក្បាលរបស់ពូរហូតដល់ពេលដែលពូភ្ញាក់ឡើងក៏បាត់សូន្យមិនឃើញសមោនរណាសោះហើយបន្ទាប់មកពូឮសំឡេងកាក់ផ្សេងទៀតនៅក្នុងបន្ទប់គប់ចុះឡើងដូចជាមានក្មេងលេងហើយបន្ទាប់មកទៀតឮសូរសំឡេងមនុស្សស្រីឆ្លោះគ្នាល្វើយហើយក្មេងៗក៏ចាប់ផ្ដើមយំពូក្រោកឡើងរៀបដើរទៅក្នុងបន្ទប់នោះមើលព្រោះវាឮច្បាស់ពេកស្រាប់តែមាននរណាម្នាក់ទាញបង្អួចក្រោយខ្នងរបស់ពូគិតថាវាជាចោរក៏រុញទៅមើលតែគ្មាននរណាម្នាក់នៅទីនោះសោះពូស្រាប់តែចូលមកក្នុងមកសបកក្រោយមកទៀតស្រាប់តែពូក៏លេចទៅឃើញពន្លឺពីរោងបាយចាស់តែមើលទៅដូចជាមាននរណាកំពុងតែបើកទូរទស្សន៍មើលនៅទីនោះអីវ៉ាន់ទៅលើទៅហ្នឹងមានទូរទស្សន៍មកពីណាត្រូវហើយមានរឿងមួយចំនួនដែលបានផ្លាស់ប្ដូរកាត់មកលើយអស់ពីទូរទស្សន៍បើកពូប្រងទាំងចូលទៅក្នុងផ្ទះដែរស្រាប់តែឮសូរគេងូតទឹកនៅក្នុងបន្ទប់ជាន់ទី1ក្រៅពីឯងនឹងម្ល៉េះតើមានអ្នកណាទៀតហេតុអីបានជាមានគេងូតទឹកពូរៀបនឹងស្រ័យសួរពីអ្នកឯងដែរក្រែងចូលទៅងូតទឹកចង់ដឹងថាចូលពីកើតថៃបានជាងូតទឹកយប់ជ្រៅម្ល៉េះស្រាប់តែកន្ទុយភ្នែកពូឃើញមនុស្សចាស់ស្លៀកក្បិនជាច្រើននាក់ដើរនៅពីក្រោមផ្ទះពេលនោះពូស្លុតចិត្តណាស់ហើយក៏ងាកទៅរកបង្អួចពួកគេបានសម្លឹងមើលមកពូកែងចលនាធ្វើអីមិនកើតទេចិត្តមួយគិតថាខ្លួនឯងកំពុងតែយល់សព
ព្រោះអ្នកស្លៀកក្បិនទាំងនោះមើលទៅមិនមែនកំពុងតែដើរទេគឺអណ្ដែតទៅកាន់ដីចាស់នៅរបងខាងក្រោយនោះហើយពូក៏ប្រមូលកម្លាំងស្រែកឡើងតែម្ដងទៅបន្ទាប់មកប្រពន្ធឯងក៏ចេញមកគ្រប់យ៉ាងវាក៏បានរលាយបាត់អស់ទៅអត់អីទេពូអរគុណណាពូចឹងសុខសប្បាយណាស់ក្មួយណាចាំបងណានិមន្តគ្រូសង្គ្រាចមកសូត្រមន្តនៅនឹងឲ្យចាំមើលបងមកគេងនៅនឹងជាមួយឯងកុំឲ្យឯងខ្លាចពេកចាំរៀបចំសពគ្រប់ហើយអស់ចាំបងទៅគេងផ្ទះបងវិញក៏បានដែរបងឡាកុំគិតច្រើនពេកបងអូនមកទៅហូបបាយហូបទឹកទៅបងបឿនណាខ្ញុំចង់ដឹងរឿងខ្លះតែទៅផ្ទះរបស់ខ្ញុំណាបងឯងដឹងអីខ្លះបងឯងនិយាយប្រាប់ខ្ញុំឲ្យត្រង់មើលអូនឯងកុំភ័យពេកផ្ទះរបស់យើងវានៅតែជារបស់យើងនឹងឥឡូវបងឯងនិយាយមើលបងឯងដឹងអីខ្លះគឺធ្លាប់មានក្មេងៗវាខ្វៀលគោហ្នឹងវាថាឃើញផ្ទះនឹងមានខ្មោចគឺខ្មោចស្លៀកក្បិនដើរទាំងហ្វូងវាទៅនិយាយប្រាប់អ្នកស្រុកហ្នឹងរឿងហ្នឹងវាគ្រាន់តែជារឿងតពីមាត់មួយទៅមាត់មួយទេអូនអើយបងបុលណាយប់នេះយើងគេងនៅផ្ទះបងបឿនទៅណាបងណាបងណាអត់ទេតើដេកផ្ទះគេអាម៉េចផ្ទះខ្លួនឯងមានសោះហ្នឹងណាតែខ្ញុំខ្លាចបងអើយបើគាត់សម្រាប់ឲ្យណោះបានណាឲ្យគាត់សម្រាប់ទៅចាំផ្ទះហ្នឹងណាពួកខ្ញុំតែមើលថៃយប់ហ្នឹងក៏បានដែរបងខ្ញុំដេកនឹងច្រើនយប់ហើយមិនដែលឃើញអីផងម៉លីមិនបានទេអូនផ្ទះរបស់យើងមិនអាចដើរចោលផ្ទះផ្ដាស់បានទេកាន់តែមិននៅកាន់តែមិនហ៊ានចូលនៅហើយយប់ហ្នឹងបងទៅដេកកំដរមួយអូនឯងរហូតដល់អូនឯងលេងខ្លាចមែនហើយអូនឯងឃើញទេបងបឿនគាត់និយាយត្រូវផ្ទះយើងបើគ្មានពីណាគេនៅយូរទៅកាន់តែខ្លាចទៀតអូនឯងមើលបងបឿនគាត់មិនម៉ាយផងគាត់មិនដឹងខ្លាចអីផងឥឡូវល្ងាចហើយតោះទៅផ្ទះម៉លីហ៎បងឯងរៀបចំបាយទឹកក្រោមហ្នឹងណាបងឲ្យឡើងទៅខាងលើបន្តិចរៀបចំកន្លែងទុកដាក់ឲ្យបងបឿនក៏មកសម្រាប់ជិបហ្នឹងចាបងមេភ្លៀងជប់មិញនេះសើមពុកសើមឲ្យអស់លីងហ្មងចំអសអីហ្នឹងនៅកែមខែនេះមើលទៅដូចជាអសបល័យបន្តិចអសសសកាត់តិចមិនទេវ៉ៃតែពេលមើលយូរទៅដូចអសគេសរសេរគាថាមុនអគុណមិនដឹងនេះមើលទៅដូចកវៀងកវ៉ាមិនទេនេះអានអត់ដាច់សោះមើលថតរបស់ទុកឲ្យដេគុណមើលខៃលោដេគុណដឹងបងបឿនមកហ៎បងមកហើយយប់នឹងដេកណាដេកណីហ្នឹងហ៎យប់នេះខ្ញុំគិតថាយើងគួរទៅដេកកន្លែងបងសាយអាងថាមានខ្មោចហ៎ដេកទាំង3នាក់ហ្មងទៅបងមិនក៏បានដែរភ្លើងមែនហ្នឹងមិនដាច់ភ្លើងចឹងលឺសលេងគេហ្នឹងអូនម៉ាលីអូនឯងលឺទីបងហ៎អូនឯងសាប់យូរទៅលឺហើយអូមែនបងលឺសលេងអីចឹងអូនអង្ខ្លាចចាឥឡូវអូនឯងនៅហ្នឹងណាបងចេញទៅមើលសិនងាប់អញហ៎
ឬតែចង្កាត់យំណាចុះសលេងមិញហ្នឹងមកពីណាស្លេងអីគេបងមិញហ្នឹងអត់មានអីអូនសងំគេទេខ្លាំងមើលក៏ភ្ញាក់ចាបងស្ដាប់យូរទៅសំឡេងហ្នឹងចេញពីបន្ទប់ទី1តាបងបឿនបងឯងលឺអីអត់ទៅគ្មានស្អីទេសងំដេកទៅសំឡេងនេះកាន់តែលឺទៅនេះខ្ញុំប្រលេងបានណាពួកឯងបើខ្លាំងចេញមកបាច់លាក់មុខដល់ណាយបងខ្ញុំខ្លាចទេបងច្បាស់ណាស់សំឡេងពិតជាចេញពីបន្ទប់នឹងមែនម៉ាលីកាន់ពើទោះឲ្យបងថាទ្វារនឹងចូលបងហើយចូលមើលចង់នឹងកាប់ពិតថាវាជាមនុស្សឬក៏ជាខ្មោចឥឡូវណែកាត់ពិតឲ្យបងហើយបងបឿនជួយថតកាមេរ៉ាខ្ញុំផងហើយទូរស័ព្ទមកបង្កាន់ថតឲ្យអញសមោលត្រាបាត់ហើយក្តៅចិត្តដល់ហ៎មិនសមវាមិនលេងសោះជាមួយអញអញ្ចឹងសោះនេះអញបលថាស្អីហ្នឹងឯណាបងបឿននេះនៅក្នុងទូរស័ព្ទដៃហើយហ្នឹងគាថាហើយបានគាថាហ្នឹងមកពីណាហ่าបលអសនឹងគឺជាគាថាហ៎អូខ្ញុំថតពីខេបបេងនៅក្នុងបន្ទប់ខ្ញុំមកបងហើយចុះពីណាគេអ្នកឆ្លាក់ខ្ញុំក៏អត់ដឹងដែរបងចុំមកតែខ្មោចនោះឃើញគាថានេះហើយអាលេបានអញ្ចឹងណាខ្ញុំក៏អត់ច្បាស់ដែរបងអញ្ចឹងបានជាឯងដេកទៅបន្ទប់ឯងហ្នឹងវាអត់អីចេញមកក្រៅម្ដងខ្មោចលងឡើងកើផ្ទះតែម្ដងអត់អីអញ្ចឹងបើចង់ដឹងជាមួយខ្ញុំព្រីនោះនឹងឲ្យបិទពេញផ្ទះចាំមើលវាអាមិនទៅទៀតបលបើពួកកូនជាថ្ងៃដែលឃើញខ្មោចវាដេកទៅខាងក្រោមផ្ទះអញ្ចឹងមានតែគាថានឹងឆ្លាក់នៅក្រោមផ្ទះដែរមែនទេបងឬមួយក៏លោកយាយបងគាត់ចាស់គាថានឹងដើម្បីការពារផ្ទះនេះហើយនឹងការពារបន្ទប់គេងទេតើអូនបងបឿនចូលទៅជន់ក្រោមមើលទាំងអស់គ្នាចឹងតោះអាពីនេះពួកឯងមានលឺស្លេអីហ៎ខោឡើងជួយហៅមើលអាចាស់នេះហើយលោកមានឆ្លាក់គាថាដូចនៅក្នុងរូបនេះដែរបានមកបងខ្ញុំឃើញអាសនេះនៅទៀតធំតមុនទៅចាស់បងមកឯងជួយមើលនឹងអត់បងយល់ហើយបលប្រហែលចំនួនលោកយាយគាត់សង់ផ្ទះនៅខាងក្រោមទើបដាក់គាថាការពារផ្ទះ4ជ្រុងនឹងចំណែកជន់លើនឹងប្រហែលជាអ្នកផ្សេងគេមកសង់ហើយមើលទៅបានជាមិនដឹងរឿងនេះទុកគ្មានសេចក្តីសុខសប្បាយហ្នឹងចុះហើយខែឲ្យលើពីក្រោមផ្ទះមកលើបានដែរតាអញ្ចឹងមិនស្រួលរបស់ផ្សេងទៀតក៏មានឆ្លាក់អញ្ចឹងដែរមើលទៅតោះបានសិនហើយយប់នឹងយើងដេកទីនឹងសិនទៅចាំព្រឹកស្អែកចាំយើងគិតគ្នាទៀតលោកយាយមានរបៀបការពារខ្មោចអញ្ចឹងមានតែលោកយាយដឹងថាមានខ្មោចវាមិនហីហើយតាំងព្រលឹមបងឯងមើលកញ្ចក់នេះបែកនេះបងម៉ាលីគាត់និយាយចឹងផ្ទះនេះនៅមិនកើតទេបើសិនជានៅតទៀតគាត់ជាងបេះដូងស្លាប់ម្ខាងនេះតូនបងគាត់ថាបបួលបងបឿនណានៅកូនជាងយើងទៅវត្តដែលកូនជាងធ្លាប់និយាយថាវត្តបកែទៅសួរតាពីម្ដងអញ្ចឹងមែនទេបងអូនណាក៏គិតអញ្ចឹងដែរព
ពីនេះដល់ផ្លូវជាប់ខាងមុខនឹងបាទបងខាងមុខដល់ហើយជុំវត្តនឹងប្លែកមែននៅផ្ទះយើងភ្លឺប្រពេប្របាច់ចាំដល់វត្តនេះស្ងួតជ្រើងហ្មងតើមានអ្វីដូចគ្នាមានអ្វីដែលទៀងទាត់ទៅកណាសូមថ្វាយបង្គំព្រះរាជគុណចម្រើនពរណាញោមបងបល់ហ្នឹងហើយលោកតាសកេតវត្តហ្នឹងមកដឹងហើយព្រះរាជគុណនៅក្នុងវត្តហ្នឹងអត់មានលោកយាយលោកតាឬក៏ក្មេងៗជួយសម្រួលកិច្ចការងារខ្លះៗហ៎ញោមមកជួយបម្រើអាត្មាទៅអញ្ចឹងបើអាត្មារំដោះគ្រោះញោមបានព្រះរាជគុណខ្ញុំកណាទាំងអស់គ្នាមកនឹងពិតជាមានសទ្ធាជ្រះថ្លាដោយស្មោះហើយក៏ដល់ព្រះរាជគុណដែរដោយឃើញគង់តែឯងនៅក្នុងវត្តឆ្ងាយតែពីអ្នកភូមិអញ្ចឹងនោះព្រះរាជគុណខ្ញុំកណាសូមប្រកែកចង្ហាន់ជូនទៅកាន់ព្រះរាជគុណហើយជាមួយនឹងបច្ច័យខ្លះលោកគ្រូសក្តិប្រហែលជាមានវិជ្ជាជ្រៅជ្រះហើយទើបជ្រាបថាបងអូនខ្ញុំកណានេះមានគ្រូហោះមិនពិតទេញោមអើយអាត្មាក៏ជាមនុស្សធម្មតាដែរមានសិលសាណាទៅគ្រាន់តែបានឃើញញោមភ្លេចវាលកាប់ព្រៃហើយមកដល់ទីនេះបើពុំមែនមានគ្រោះដែលត្រូវមកពឹងពាក់អាត្មាទេតើជាស្អីវិញទៅកណាព្រះរាជគុណចាំអាត្មាបន្តិចអាត្មាទៅជាមួយញោមទៅឲ្យដល់ទីដៅតែម្ដងអញ្ចឹងខ្ញុំកណាសូមនិមន្តព្រះរាជគុណទៅផ្ទះរបស់ខ្ញុំកណាតែម្ដងអញ្ចឹងបន្ទប់ទី1នេះមិនមែនជាដើមចោមទេហើយក៏មិនមានខ្មោចបិសាចអីដែរចំណែកអ្នកស្លៀកក្បិនដែលញោមឃើញនោះគឺជាអ្នកថែរក្សាផ្ទះជាញាតិបុព្វការីជនដែលមកការពារនឹងពួកវិញ្ញាណខាងក្រៅនោះញោមទីនោះហើយញោមអើយគឺទីនោះហើយដែលមានសល់នៅរឿងរ៉ាវមិនសុគតិជាច្រើនពួកព្រលឹងវិញ្ញាណពិតជាមានប្រកបនៅទីនោះបានជារកពេលដែលស្ងាត់អ្នកស្រុកតែងតែឧស្សាហ៍ឃើញចេញម្លងជារឿយនោះចំណែកឯផ្ទះជាន់នេះបានជាមានគេចូលមកអុកលុករំខានគឺអាចប្រហែលជាមកពីក្តារប្រមាណបន្ទះនេះហើយក្តារប្រមាណបន្ទះហ្នឹងការពិពុកបលនៅរស់គាត់ឃើញចន្លោះផ្ទះហ្នឹងវាមានប្រហោងហើយណាមួយក្តារចំនួននោះពិបាករកណាលោកតាអើយហើយក៏ប្រើពួកកណាហ្នឹងឲ្យទៅដកក្តារនៅកន្លែងដីទួលហ្នឹងព្រោះវាឃើញក្តារហ្នឹងនៅល្អអញ្ចឹងបានយកក្តារហ្នឹងមកវេដំបិទឲ្យចិត្តកន្លែងហ្នឹងត្មងទៅក្តារទាំងនោះគឺមានម្ចាស់គេមកតាមឆាតឆៅឲ្យនៅមិនសុខតោះតែយើងក៏យកទៅសងគេហើយទុកឲ្យត្រឹមត្រូវតាមកន្លែងដើមវិញណាញោមកណាលោកតាយប់ហ្នឹងពួកកណានឹងចាត់ការរួចរាល់សុខចិត្តយប់ហ្នឹងដេកចំហអញ្ចាំងសិនចោះឲ្យតែពួកយើងនឹងសុខសប្បាយគាថាដែលចៅមាននៅជញ្ជាំងក្រោមផ្ទះទាំង4និងនៅក្រែដំណេកផងនោះជាគាថាសុខសាន្តពីបុរាណកាលខ្មែរអញ្ចឹងហើយសូមចៅយកគាថាទាំងនោះទុកការពារខ្លួនចោះបើមាននិស្ស័យបានបុព្វការីជនដែលចេះឆ្លាក់ទុកជាគេមកទៅហើយនោះត្រូវតែចេះទុកដាក់ឲ្យដល់ដំណរកូនចៅក្រោយទៀតប៉ុន្តែអ្នកដែលកាន់គាថានេះគឺត្រូវតែមានដំណរមួយចំនួនគឺមិនឲ្យនិយាយកុហកចងពីព្យាបាទមិនត្រូវបរិភោគសាច់ឆ្កែពស់ខ្លាក្រពើមិនដើរក្រោមស្នូលខោអាវនិងមិនប្រមាថជីវិតមនុស្សសត្វទាំងពួងបើប្រកាន់ត្រណមនេះបានគាថាបុរាណទាំងនេះនឹងនៅតែមានដេជះបារមីតាមជួយថែរក្សាគ្រប់គ្នាមិនថាពេលយូរទៅមុខប៉ុណ្ណាក៏ដោយពេលនេះភារកិច្ចរបស់អាត្មាបានចប់សពគ្រប់ហើយខ្ញុំកណានឹងអរគុណព្រះរាជគុណខ្លាំងណាស់ដែលបានមកជួយណែនាំខ្ញុំនិងកូនក្មួយឲ្យសុខសប្បាយចាំមើលខែក្រោយបើទំនេរខ្ញុំក៏ដូចជាកូនក្មួយនឹងទៅលេងព្រះរាជគុណម្ដងទៀតដល់ពេលនោះខ្លាចក្រែងថាញោមមិនបានជួបអាត្មាទេបើអញ្ចឹងអាត្មាលាសិនហើយណាព្រះរាជគុណសូមនិមន្ត
ทำไมประชาชนสกุลมาได้เอ้ยก็เติมประชาชนเป็นจิตกายครั้งแม่พออ้องอาจดังพิธีสกุลมุนเนาะ แม่ได้บองโกนนะปัจจิบแก้ครั้งอ่ะจับต้องbị bên ông mau á nhóm bên thì nhóm chăm tha dùng mùi núa sầm lấy cái lú cứ lú khlam mình tên vì mình đã không bị cái thòng mà đa đâm và tọt máu nhưng các bạn cho tôi thấy từ một phim tiền của nhóm sắp tới khi mình đúng mình cho việc đời không nhóm khi mình làm đúng ai muốn mà rồi nhóm mỏ biết thì nhóm mơ mình làm nó vui tới nhóm vô tham mình làm đúng mà chỉ mình đi một buồn nhóm ấy không mình chỉ một bữa đây khi nó chỉ làm xe thì nhóm đã có so mỏสำคัญคือเนี่ยนั่งเสียสมบูรณ์ตายไปน้องอยู่วันนั้นแต่ขับบ้านน้องปอไอ้เดี๋ยวสัตว์ทำไมเงี้ยเป้จำนายสอนยังไว้เนี่ยคือมือตัวไว้หลายแต่บางตามชาวตะมองให้ในเลยกับบ้าบ่อนี้นะคือมีเปียกมากดหรือก็มีเปียกเสียสอบโบราณแต่เก็บตาหนึ่งของใครดิบแก่นักแค่นั้นเรียมนัวนิ่งตานซ้ำๆเราชมตามไปดองมาตามชมมือเธอนิ่งจินในมันเนี่ยได้ไม่สปอร์ตซอสอาร์เป็นแน่ใครจะมดให้เรียบมาใส่ซอสอาร์ได้คนกับมองจังให้บุญหยิบตัวครูนไว้เนี่ยคือแปะลำออดักคือดักชาครูนตามไปดองแต่ไปน้องเนี่ยมีคนไอ้มาเราnhóm ấyแต่นี้ไม่จะคอยตัวจีสปาวมวยผมมาปั้นแผลละมาnhómวิจัยấyนี่là đoạn qua thì bọn nhóm bên nước sông bạn mà bật thôi sao tầm biết ô mi chờ nè dân ơi tên Trình An chốt đai tí hai đấy còn tiếng ai viên mà nhóm chốt không hai dân được nè dânคือจีประเนียนจีบดในประหารสัตว์ปีรงฤจิตรัยdân một tỷ ní đâm bấy oi nẹ sa xê kỳ thà sné oi so mây dân đang chỉ mê tốt sự thuần thôn đâm bấy oi phải đầy dân cha trao vì niềm mì chia sân thị srei lùm on nước với một rọc dân đang chỉประปนปิ้งเสร็จวิ่ง nhóm mình chạy kỳ thà sné đi nên vô cho lắm ấy ប្រហិនខ្លាំងណាស់តែបើអ្នកបន្ទោខាងនេះមានតែតិចតួចយើងអាចចង្អុលតម្លៃកំណត់ជាច្រើនដល់អ្នកចូលជាងឯងឆ្លើយទទួលសិនទៅខាងនេះសរសេរគេថាស្នៃមួយឲ្យមកយើង នេះខ្ញុំមិនត្រូវកាយជួយផងបងម៉ែកាត់អីនឹងបង បងយល់សប្បាយអូន ហើយបងយើងសក់ឃើញអីគេហ៎ប្រាប់អូនមើល មាសគឺមាសទៅហើយ
មិញណាបងសោកគេស្អីម្នាក់ឲ្យបងធ្វើគេថាស្នាយនាងហើយឲ្យមាននឹងឲ្យបងណាបងបានទទួលយកវាហើយក៏លើវាមិនដឹងវិញហ៎ អូថយមាសវាសុទ្ធតែជាមាសសុទ្ធតែម្ដងណាបង បងអត់យល់ទេនេះយល់សពបានរលាយបាត់ផុតហើយហើយនេះក៏ប្រវាច់មានហ្នឹងនៅសអញ្ចឹងអូម៉ូលីបងឯងទៅហៅ9មកទៅ ចាបងចាអូនទៅហៅគាត់ឥឡូវ បុលហើយបុលបើតាមបងស្ដាប់មើលរឿងហ្នឹងអត់ធម្មតា ខ្ញុំក៏គិតទៅបងឯងដែរ តោះទៅវត្តជាមួយនឹងបងហើយរឿងហ្នឹងមិនបាច់ប្រាប់ណាគេដឹងត្រឹមបងអូនឯងនឹងមកលិះបានហើយដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាបងពិតជាមានអារម្មណ៍ថាស្ដាយដល់ហើយមិនគួរណាចាប់អត្តការឆាប់សគត់អញ្ចឹងសោះបើសិនជាលោកនៅអញ្ចឹងប្រហែលជាយើងមានដំណោះស្រាយល្អជាងហ្នឹងឯង បងបឿនខ្ញុំមកជំនួសឲ្យសម្រាប់នៅវត្តហ្នឹងហើយដើម្បីសុំសម្បត្តិមិត្តពីបច្ចាតិកាសង្ឃឹមថាព្រះអង្គនឹងបង្ហាញផ្លូវដល់ពួកយើងទាំងអស់គ្នា ប្រហែលមានតែវិធីហ្នឹងទេមើលទៅ មិនដែរបងបាយមានយល់សប្តិឃើញអីអត់ អូនអើយគ្មានយល់សពគ្នាទាំងអស់បងគិតថាយប់ហ្នឹងមានយកប្រវត្តិហ្នឹងទៅទុកចោលកន្លែងចាត់ដីប្រជាតិកាហើយព្រោះអីវាមិនជារបស់យើងទេយើងអាចយកវាទៅផ្ទះបានទេ គំនិតបុលក៏ល្អដែរអញ្ចឹងយើងឆាប់រៀបចំទៅផ្ទះហើយ តើស្ត្រីបុរាណនោះជាអ្នកណាទៅណោះហើយខ្ញុំប្រកាសរណាខ្ញុំត្រូវដោះស្រាយរឿងសម្បត្តិនោះដល់របៀបណាទៅប្រជាជនជប់សិនប្រជាជនតែខ្ញុំមែនទេដែលមានអបនិស្ស័យប៉ុន្តែខ្ញុំដូចជាអត់ចេះគេថាស្នេហ៍ផងហ្នឹង ប៊ីបុយកូនឯងបានកៈនេះមកពីណាហ៎គឺនៅដៃតូននោះហើយមែនកាក់នេះបារាមទៅនេះមែនទេបងមានបារាមតា បុយក្មួយឯងកុំនិយាយរឿងនេះប្រាប់ណាគេទាំងអស់ណា អស់មិនចឹងអូន កុំសួរច្រើនអ៊ំប្រាប់ថាម៉េចធ្វើតាមនឹងទៅ ពេលអូន បងបឿនខ្ញុំមកសម្រេចចិត្តច្បាស់ហើយថាខ្ញុំនឹងទៅប្រាប់រដ្ឋអំណាចឲ្យដឹងពីរឿងហ្នឹង ត្រូវហើយបងមានតែធ្វើបែបហ្នឹងទេ លុះដល់ព្រឹកឡើងមន្ត្រីចាស់ក្មេងទាំងអស់បានដឹករំដាប់មកដល់ទីហ្នឹងហើយបានរៀបចំក្រុងពលីសូមម្ចាស់ទឹកម្ចាស់ដីដើម្បីធ្វើកំណាយមើលទៅពិធីសែនព្រេនទាំងអស់នោះពិតជាមានរបៀបរៀបរយគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនខ្ញុំជឿថាមន្ត្រីផ្នែកវប្បធម៌ពិតជាបានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដមុនពេលធ្វើកម្មវិធីហ្នឹងពេលនោះខ្ញុំក៏បានរងចាំមើលគេរហូតដល់ថ្ងៃរះឡើងពោះពេលដែលម្ចាស់ដីគាត់មកដល់គេក៏បានអត់ធូបសុំម្ដងទៀតមុនពេលដែលស្រីរបាំម្នាក់ឡើងជ្រៀងថ្វាយម្ចាស់ទឹកម្ចាស់ដីនៅពេលដែលការរាំរបស់នារីរបាំត្រូវបានបញ្ចប់កំណាយក៏ចាប់ផ្ដើមធ្វើឡើងភ្លាម ជាអ្វីដែលខ្ញុំបានគិតមែនកាក់មានជាច្រើនត្រូវបានរកឃើញនៅក្រោមដីតែក៏មិនសូវជ្រៅប្រហែលទេនៅពេលដែលគេកាន់តែកាយគេក៏កាន់តែឃើញច្រើនឡើងពេលនោះមន្ត្រីក៏បន្តការរុករករបស់ពួកគេបន្តទៀតរហូតដល់មេឃឡើងងឹតទើបជប់សម្រាពួកគាត់កាន់តែធ្វើខ្ញុំក៏កាន់តែជឿថាទីនេះគឺជាដីចាស់នៃគ្រួសាររបស់សក្តិភូមិមួយតែតាំងពីសម័យដើមមកម្ល៉េះហើយមានកំណត់សម្រាប់ជាតិគឺច្រើនមែនទែន បាយល្ងាចរួចមានស្ងៀមម្នាក់ឈ្មោះបងអេងគាត់បានមកអង្គុយក្បែរខ្ញុំហើយគាត់បាននិយាយប្រាប់ខ្ញុំថាដីនឹងត្រូវបានគេសង្ស័យយូរឆ្នាំមកហើយ
ពួកអីកាលពីសម័យឪពុករបស់គាត់ធ្លាប់មានរាជការចង់ធ្វើកំណាយរកវត្ថុបុរាណដែរប៉ុន្តែអត់មាននិស្ស័យសោះទើបបានជាកាយយ៉ាងណាក៏មិនដែលឃើញអីពេលនោះខ្ញុំក៏នឹកឃើញភ្លាមដល់ពាក្យថាឧបនិស្ស័យពេលនោះមេក៏ចាប់ផ្ដើមងងឹតខ្ញុំក៏បានក្រោកឡើងទៅទាញធូបបៃតស័យយកមកអុជខ្ញុំបានបួងសួងថាអោស្ត្រីបុរាណអើយបើនាងបានមករកខ្ញុំព្រោះតែនិស្ស័យនោះចូលបញ្យល់បានច្បាស់មកថាតើខ្ញុំជាជាងតងក៏ពេកកពុកនេះអាចជួយអ្វីបានទៀតក្រោយនិយាយចប់ខ្ញុំក៏បានយកធូបទៅដោតពេលនោះក៏មានហេតុការណ៍មួយដ៏ពិសេសនិងគួរឲ្យខ្លាចមែនទែនធូបដែលខ្ញុំដោតទៅនឹងគឺដោតអត់មកទេហាក់ដូចជាមានអ្វីរឹងនៅខាងក្រោមនោះអញ្ចឹងខ្ញុំក៏ព្យាយាមកាយដៃចុះឡើងស្រាប់តែឃើញសពុតសូត្រមួយមានពន្លឺផ្លេកទោះបីជាកន្លែងនោះងងឹតក៏ដោយពេលនោះខ្ញុំភ័យមែនទែនហើយខ្ញុំបានរត់ទៅរកអ្នកផ្សេងទៀតឲ្យមកជួយកាយបន្តពេលដែលកាយទៅយើងក៏បានរកឃើញគ្រឿងអលង្ការយ៉ាងច្រើនដែលសុទ្ធសឹងតែជាវត្ថុបុរាណធ្វើឲ្យម្ចាស់ដីហួសចិត្តហើយបោកភ្នែកឡើងធំតែម្ដងចាស់ជាមន្ត្រីខ្លះគាត់បានប្រាប់ខ្ញុំថាវត្ថុទាំងអស់នោះសុទ្ធតែជាវត្ថុដែលមានបារមីថែរក្សាព្រោះមិនមែនជាកម្មសិទ្ធិរបស់ជនធម្មតាណាដែលរក្សាទុកបានឡើយខ្ញុំទទួលស្គាល់ថាអ្វីដែលគេនិយាយហ្នឹងគឺជាការពិតព្រោះអីសូម្បីតែពីមុនចាស់ធ្លាប់យកក្តារបន្ទះដើម្បីបន្ទះសោះមកជួបផ្ទះខ្ញុំនៅមិនចង់បានផងចុះតម្រាំតែចង់បានរបស់គេទៀតនោះល្អហើយតែប្តីប្រពន្ធខ្ញុំអត់សូវលោភលន់ខ្ញុំក៏រសារខ្លួនឯងដែរដែលចេះរកក្រុមកំណាយមិនទាន់ពេលវេលារយៈពេល3ថ្ងៃដែលក្រុមកំណាយបានបញ្ចប់ការជារបស់ពួកគេពេលនោះមានអ្នកសារព័ត៌មានជាច្រើនមកកាន់ទីនេះហើយគេក៏បានជាផ្សាយព័ត៌មានក៏ដូចជាសភាខ្ញុំនិងបងម្ចាស់ដីមិនជប់ឈរសោះអំពីរឿងហ្នឹងក្រោយមកទៀតប្រហែលជារំលងបានមួយសប្តាហ៍ស្រាប់តែមានលោកតាចាស់ម្នាក់គាត់មកទាមទារថាមករៀនខ្ញុំឲ្យចេះធ្វើគីថាស្នេហ៍ខ្ញុំក៏អត់យល់នៅអ្វីដែលគាត់និយាយសោះប៉ុន្តែគាត់ព្យាយាមបញ្យល់ខ្ញុំយ៉ាងលម្អិតទាក់ទងជាមួយរឿងគីថាស្នេហ៍ហ្នឹងនិយាយដល់ត្រង់ហ្នឹងខ្ញុំក៏ចាប់អារម្មណ៍ភ្លាមទៅដល់នារីបុរាណម្នាក់ដែលបានមកពឹងខ្ញុំឲ្យធ្វើគីថាស្នេហ៍នាងហើយឲ្យកាប់នេះជាច្រើនមកឲ្យខ្ញុំនោះខ្ញុំគិតថាថាយើងហ្នឹងគឺពាក់ព័ន្ធគ្នាមើលទៅក្រោយមកលោកតាបានចំណាយពេល3ថ្ងៃដើម្បីបង្ហាត់ខ្ញុំឲ្យចេះឆ្លាក់គីថាហ្នឹងគាត់បានប្រាប់ខ្ញុំថាគីថាស្នេហ៍ទាំងអស់ហ្នឹងគឺធ្វើសម្រាប់ព្រះនាងបុរាណម្នាក់នោះហើយឲ្យខ្ញុំនឹងយកគីថាទាំងអស់នេះទៅកប់នៅក្នុងដីទួលក្រោយផ្ទះនោះបន្ទាប់ពីចប់កិច្ចការទាំងអស់ហ្នឹងលោកតាក៏បានសូមខ្ញុំលាទៅផ្ទះវិញហើយនៅយប់នោះដែរមានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងគឺបង្វិចមួយដែលខ្ញុំបានផ្ញើទុកនៅចាត់ដីប្រជាតិកាគឺវានៅលើក្បាលដំណេកក្រែគេរបស់លោកយាយខ្ញុំវិញពេលនោះខ្ញុំក៏មកពិភាក្សាគ្នាជាមួយផ្ទះខ្ញុំហើយខ្ញុំក៏រសារទុកកញ្ចក់មាននឹងជាវត្ថុបុរាណដ៏រហូតមកក្រោយមកគ្រួសាររបស់ខ្ញុំរស់នៅយ៉ាងមានក្តីសុខបំផុតប៉ុន្តែចាប់ពីពេលនោះមកខ្ញុំក៏អត់បានសរសេរគីថាបុរាណរបស់លោកយាយឲ្យនរណាគេទៀតឡើយព្រោះខ្ញុំបានសម្រេចចិត្តថាបោះបង់របរនេះចោលហើយខ្ញុំក៏សម្រេចចិត្តថាជួបគ្នានៅខាងក្រៅឲ្យអង្គការមួយដើម្បីទទួលបានកម្រៃប្រាក់ខែល្មមដែលអាចជួយឧបត្ថម្ភដល់គ្រួសាររបស់ខ្ញុំរស់នៅបានក្រោយមកទៀតខ្ញុំនិងគ្រួសារខ្ញុំក៏ចាប់ផ្ដើមជីវិតថ្មីជាអ្នកធ្វើបុណ្យសន្សំកុសលដូចជាមនុស្សវ័យជ្រៅដទៃទៀតដែរព្រោះខ្ញុំមានគំនិតថាហេតុអីបានជាកើតមានហេតុការណ៍ផ្សេងៗក្នុងជីវិតរបស់ខ្ញុំឬទាំងអស់នេះប្រហែលមិនមែនជារឿងចៃដន្យឡើយប៉ុន្តែដោយសារតែគ្រួសាររបស់ខ្ញុំមិនមែនជាមនុស្សលោភលន់ហើយមើលទៅលោកដល់កូនរបស់ខ្ញុំធំនឹងក្តីឡើងពួកគេដែលទទួលយកការពិតទេថាធ្លាប់មានហេតុការណ៍បែបហ្នឹងកើតឡើងប៉ុន្តែពួកគេក៏ដឹងច្បាស់ថាឪពុករបស់គេមិនមែនជាមនុស្សនិយាយកុហកទេព្រោះខ្ញុំកាន់សិស្ស5រហូតដល់សិស្ស8នៅពេលដែលពួកគេធំនឹងក្តីឡើង